ហានិភ័យមែនទែននៅពេលដែលម្ចាស់ធនាគារនិងម្ចាស់បរិយាគឺជាមនុស្សតែមួយហើយជួបវិបត្តិដួលរលំតើប្លង់រឹងរបស់យើងនៅឯណារឿងទី1ហានិភ័យរឿងប្លង់គ្រោះថ្នាក់បំផុតបើទោះបីជាបង់លុយគ្រប់ក៏មិនអាចកាត់ប្លង់រឹងបានប្រសិនបើប្លង់មេត្រូវបានធនាគារដែលកំពុងតែដួលរលំនោះឃាត់ទុកជាទ្រព្យបញ្ចាំដើម្បីជំរះបញ្ជីបំណុលហានិភ័យទី2គឺសម្រាប់អ្នកបង់រំលោះជាមួយធនាគារបំណុលរបស់អ្នកនឹងមិនអាចរលាយបាត់ទេប៉ុន្តែវានឹងត្រូវលក់ទៅឲ្យធនាគារថ្មីអ្វីដែលសំខាន់គឺត្រូវបន្តបង់លុយទៅគណនីផ្លូវការដែលកំណត់ដោយអ្នកជំរះបញ្ជីជៀសវាងការបង់ឲ្យបុគ្គលផ្ទាល់ដៃហានិភ័យទី3សម្រាប់អ្នកដែលបង់រំលោះជាមួយនឹងបរិយាជាសញ្ញាអាសន្ននៃវិបត្តិលំហូរសាច់ប្រាក់គម្រោងអាចនឹងត្រូវជាប់គាំងសាងសង់សង់មិនរួចឬម្ចាស់បរិយាគ្មានលុយបង់ពន្ធដើម្បីកាត់ប្លង់ជូនអតិថិជនសរុបមកបើធនាគារដួលបរិយាក៏អាចដួលតាមឬជាប់គាំងរឿងប្លង់តែម្ដងបើទោះបីជាក្រុមហ៊ុនទាំងពីរមានច្បាប់ដាច់ដោយឡែកពីគ្នាក៏ដោយចង់ទិញលក់ជួលអចលនទ្រព្យមែនទេសូមតាក់ទងមកកាន់ Harbour Property